ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបលើកទឹកចិត្តដល់បេក្ខជនត្រូវមានស្មារតីរឹងមាំជឿជាក់លើខ្លួនឯងនិងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងឱកាសអញ្ជើញកាត់ប្រធានវិទ្យាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2026នៅវិទ្យាល័យ10មករា1979ក្រុងសៀមរាបនៅព្រឹកថ្ងៃទី10ខែសីហាឆ្នាំ2026នេះឯកឧត្តមលីសំរិទ្ធប្រធានក្រុមប្រឹក្សាខេត្តបានជំរុញលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនិងត្រូវគោរពតាមវិន័យលក្ខខណ្ឌកំណត់និងបំរាមទាំងឡាយព្រមទាំងគោរពនិងស្ដាប់តាមការណែនាំរបស់អនុរិយជៀសវាងប្រព្រឹត្តខុសឆ្គងក្នុងពេលកំពុងប្រឡងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានសារៈសំខាន់បំផុតគឺជាការវិតម្លៃសមត្ថភាពចំណេះដឹងដែលប្អូនៗក្មួយៗបានសិក្សាអស់រយៈពេល12ឆ្នាំកន្លងមកការប្រឡងនេះពីនេះក៏ជាការវាស់ស្ទង់នៅកម្រិតនៃចំណេះដឹងដែលប្អូនៗបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិនិងឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យការប្រឡងនេះក៏ដើម្បីធានានូវគុណភាពនៃការបណ្ដុះបណ្ដាលធនធានមនុស្សព្រោះប្អូនៗនេះហើយគឺជាតំពាំងស្នងឫស្សីនៃប្រទេសជាតិទៅថ្ងៃអនាគតសូមជម្រាបថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង10-11សីហា2026នៅខេត្តសៀមរាបមានមណ្ឌលប្រឡង16មណ្ឌលដែលមានបន្ទប់ប្រឡងសរុប463បន្ទប់ក្នុងនោះមានបេក្ខជនសរុប11486នាក់ស្រី6812នាក់ក្នុងចំណោមបេក្ខជនសរុបនេះមានបេក្ខជន5ប្រភេទគឺបេក្ខជនចំណេះទូទៅសរុប1593នាក់បេក្ខជនស្វ័យរិន្ធចំណេះទូទៅ604នាក់បេក្ខជនបំពេញវិជ្ជា157នាក់បេក្ខជនស្វ័យរិន្ធបំពេញវិជ្ជា125នាក់និងបេក្ខជនអប់រំពិសេស7នាក់